នហើយក៏ដោយតុលាការចិនទីក្រុងវិនជូទើបបានកាត់ទោសគ្រួសារត្រកូលមេងដែលជាម្ចាស់មជ្ឈមណ្ឌលឆបោកដ៏ធំនៅមីយ៉ាន់ម៉ាដោយតុលាការបានកាត់ទោសលើសមាជិកគ្រួសារចំនួន39នាក់ហើយក្នុងនោះមាន11នាក់ត្រូវបានកាត់ទោសប្រហារជីវិតការកាត់ទោសលើគ្រួសារសេដ្ឋីដ៏ល្បីមួយនៅព្រំដែនចិនមីយ៉ាន់ម៉ានេះគឺដោយសារពួកគេពាក់ព័ន្ធនឹងអាជីវកម្មរកស៊ីខុសច្បាប់រួមមានការបើកបនលបែងស៊ីសងរថពន្ធគ្រឿងញៀននិងបើកមជ្ឈមណ្ឌលឆបោកក្នុងប្រទេសមីយ៉ាន់ម៉ានេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV គ្រួសារមេងនេះគឺជាគ្រួសារមួយនៃគ្រួសារអ្នកចំនួនធំទាំង4នៅទីក្រុងលូខៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនចិនដែលជាទីក្រុងល្បីល្បាញខាងមជ្ឈមណ្ឌលលបែងស៊ីសងអនឡាញខុសច្បាប់ជួញដូរគ្រឿងញៀននិងមជ្ឈមណ្ឌលបោកប្រាស់អនឡាញពីជនរងគ្រោះជំវិញពិភពលោកបន្ថែមពីនេះតុលាការក៏បានរកឃើញថាគ្រួសារមេងនិងអក្រិតជនផ្សេងទៀតគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កម្មករមជ្ឈមណ្ឌលឆបោកជាច្រើនអ្នករួមទាំង